អាចមានអ្វីនៅពីក្រោយការឈរជើងដល់រឿងមមរបស់ក្រុមហ៊ុនដឹកសម្រាម Eco Local Solution ក្នុងដែនជម្រកសត្វព្រៃពីមក្រសោបនេះជាស្ថានភាពបច្ចុប្បន្ននៃទីលានចាក់សម្រាមដែលចង់ដែលមេដាធម្មជាតិមើលឃើញថាភាពបេកដលនៃព្រៃឈើកាន់តែកើនឡើងនៅជុំវិញទីលានចាក់សម្រាមក្រុមហ៊ុននេះនៅតែបន្តឈូសឆាយផ្លូវចូលបន្ថែមទៀតរណ្ដៅចាក់សម្រាមត្រូវបានពង្រីកជាបន្តបន្ទាប់ទឹកសម្រាមដែលពោពេញទៅដោយសារធាតុគីមីហូរចូលទៅក្នុងអូធម្មជាតិថ្មីនេះដែរពួកយើងបានយកទឹកសម្រាមទៅពិសោធន៍នៅវិទ្យាស្ថានប៉ាស្ទ័រដែលក្នុងនោះលទ្ធផលបានបង្ហាញថាទឹកមានសារធាតុដែលខ្ពស់រហូតទៅដល់24មីលីក្រាមក្នុង1លីត្រទឹកកំហាប់ខ្ពស់នៃសារធាតុដែកនៅក្នុងទឹកនេះគឺជាបញ្ហាប្រឈមចម្បងដែលអាចបំផ្លិចបំផ្លាញប្រព័ន្ធអេកូឡូស៊ីបង្កគ្រោះថ្នាក់ដល់សត្វព្រៃនិងនាំឲ្យមានហានិភ័យធ្ងន់ធ្ងរដល់សុខភាពរបស់លោកពួកយើងមានសំណួរដ៏សាមញ្ញមួយចំនួនសួរទៅកាន់លោកអនសុធារិទ្ធនិងអ្នកស្រីមិថុនាភូថងថាទី1តើអ្នកទាំងពីរធ្លាប់បានអានឬដឹងទេថាតើអ្វីដែលគេហៅថាតំបន់ដែនជម្រកសត្វព្រៃហើយគេបង្កើតតំបន់ការពារឡើងក្នុងគោលបំណងអ្វីខ្លះទី2ក្នុងនាមជាថ្នាក់ដឹកនាំតើអស់លោកស្រីធ្លាប់បានទិដ្ឋទេថាសត្វព្រៃធម្មជាតិរួមទាំងប្រជាជនអាចប៉ះពាល់វិញខ្លះក្រុមការដឹកនាំប្រភេទនេះចុងក្រោយក្នុងនាមជាក្បាលម៉ាស៊ីនដ៏រឹងមាំនៃទិសនិរដីតើគិតថាគួរប្រើប្រាស់សមត្ថភាពដោះស្រាយបានកម្រិតណាចំពោះបញ្ហានេះក្រៅតែពីការអួតពីចំណេះដឹងបុណ្យស័ក្តិហើយលិតដៃអស់គុណសន្តិភាពឥតឈប់ឈរប្រសិនបើបងប្អូនណាដែលបានដឹងពីច្បាប់ដែលពាក់ព័ន្ធសូមចូលរួមអានឬសរសេរឲ្យរដ្ឋបាលខេត្តកោះកុងផងក្រែងពួកគាត់មិនបានដឹងមិនយល់ទើបនៅតែបន្តគិតថាខ្លួនឯងធ្វើត្រូវរហូតកែវនៅជំទើតូចញីតន់សែបមីមួនឲ្យងៀងទួនចិន